ជំរាបសួរលោកគ្រូឥឡូវខ្ញុំមកធ្វើ lab ទី3ដែលលោកគ្រូដាក់ឲ្យដែលវាជា lab ទៅកាន់ config marketing router access ទៅ internet ដោយប្រើនៅ command ចឹងមុនដំបូងត្រូវធ្វើការ reset នៅ marketing ខ្ញុំសិនចឹងចូលទៅកាន់ terminal ចឹងវាយពាក្យថា system system admin 3ហើយខ្ញុំធ្វើការ reset វាកាន់ system ខ្ញុំចូលទៅកាន់ reset default configuration ខ្ញុំជិះពាក្យថា default reset backup console reset វាដោយប្រើ interface ហ្នឹងទៅចូលទៅកាន់ reset configuration ដាក់ no default configuration ចឹងចាំវា apply សិននៅពេលដែលខ្ញុំ reset វាហើយខ្ញុំដាក់ password វាថ្មីចឹងខ្ញុំចូលទៅកាន់ terminal ហើយខ្ញុំនឹង print នៅ IP សំដៅ admin ពី3ហើយចេញចូលទៅកាន់ IP address print អូខេចាំមានន័យថា default route នៅ IP របស់ខ្ញុំគឺ 192.168.237.34 អញ្ចឹងខ្ញុំនឹងធ្វើការ add នៅ IP ទៅកាន់ LAN ទី2ខ្ញុំនឹងធ្វើការ print នៅ interface របស់ខ្ញុំទាំងអស់នៅក្នុងហ្នឹងខ្ញុំចូលទៅកាន់ IP address interface IP interface print ចាំមានថានៅក្នុង interface របស់ខ្ញុំនេះគឺជា port ទី1គឺជា WAN ហើយគឺជា LAN អញ្ចឹងខ្ញុំចាប់ដើមធ្វើការ add IP ទៅកាន់ internet លេខ2អញ្ចឹងធ្វើការ IP address ខ្ញុំចុចពាក្យថា add ហើយខ្ញុំ add ទៅកាន់ address 172.100.1/28 ហើយ internet លេខ2ហើយនៅក្នុង interface លេខ2 internet លេខ2ហើយធ្វើការ print នៅ IP address នេះមកបញ្ចូលវាមិញហ្នឹងដាក់វាមិញហ្នឹង IP address print អញ្ចឹងវាចេញមកហើយអូគេហើយធ្វើការ config នៅ DHCP server ម្ដង IP DHCP server ខ្ញុំពាក្យថា setup ហើយចុចពាក្យថា enter setup អូខេខ្ញុំរើសយកនៅ internet លេខ2 internet IP 1.1 ចឹងខ្ញុំប្រើបោះ Cloudflare 1.1.1 ចុច enter ហើយធ្វើការ print នៅ IP ដែលខ្ញុំបានចូលមិញសិនឥឡូវខ្ញុំធ្វើការបើកឲ្យនៅ internet ហ្នឹងចូលទៅកាន់ router ខ្ញុំចេញអាចសរសេរថា IP firewall NAT ក្នុង NAT នេះខ្ញុំអាច add action chain chain.src enter ធ្វើការ test print នៅ firewall ក្នុង NAT ហ្នឹងចុច IP firewall NAT print អូខេហើយឥឡូវខ្ញុំធ្វើការបើកនៅ route IP route ស្មើ
សាក check មើលសិនដោយសារបើខ្លាចតែខ្ញុំអត់វាអត់ចូលយើង D អូខេខ្ញុំសាក pin មើលអូខេវាមកហើយចឹងធ្វើការបើកទៅកាន់PC ជាមួយសិនចេញទៅការ request IP DHCP request ចេញឆាញ់ IP សិន00អូខេវាតមកចេញសារ request IP ថ្មីអូខេលេខសារ DHCP requestអូខេមកហើយចឹងដោយសារតែនៅក្នុង Megatek វានឹងចាប់យក IP ដែលធំជាងគេមកមុនឥឡូវខ្ញុំសាក ping ទៅកាន់ Google អូខេលើវាស្គាល់ខ្ញុំសាក ping ទៅកាន់ Cloudflare ម្ដងហើយស្គាល់ដែរ